ញ្ញាធិសវត្ថិភាពចំណីអាហារវៀតណាមនៅថ្ងៃទី15ខែតុលាឆ្នាំ2025បានបង្ហាញលទ្ធផលធ្វើតេស្តលើប្រេងឆាដែលរឹបអូសបានចំនួន900តោនផលិតដោយក្រុមហ៊ុន GF Vietnam Food ថាជាប្រេងคล้ายៗមានជាតិពុលដែលធ្វើឲ្យខូចថ្លើមតម្រងនោមនិងប្រព័ន្ធសរសៃប្រសាទកាសែត VN Express បានរាយការណ៍ថាប្រេងឆាមានជាតិពុលត្រូវបានវេចខ្ចប់ក្រោមម៉ាកយីហោ5ល្បីៗគឺ Mega Food, Chiga, Tamin Gold, Goldmax និង TOT ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅប្រេងឆា5ម៉ាកនេះត្រូវបានលក់និងចែកចាយអស់រាប់ម៉ឺនតោនកាសែតនេះថាក្រោយលទ្ធផលបញ្ជាក់ថាប្រេងឆាមានជាតិពុលអាជ្ញាធរវៀតណាមកំពុងតែប្រមូលយកប្រេងឆាទាំងនេះពីទីផ្សារវិញនិងប្រកាសអាសន្នឲ្យពលរដ្ឋឈប់ទិញនិងឈប់បរិភោគជាបន្ទាន់យោងតាមវៀតណាម Net ប្រេងឆាคล้ายៗទាំងនេះត្រូវបានកែច្នៃពីសំណល់ប្រេងដែលប្រើរួចហើយលាយជាមួយនឹងប្រេងដែលគេដាក់ឲ្យសត្វស៊ីឬក៏ប្រេងចំណីសត្វការបង្ក្រាបទៅលើបណ្ដាញផលិតផលនិងចែកចាយប្រេងឆាคล้ายៗទាំង5ម៉ាកនេះបានចាប់ផ្ដើមកាលពីខែមិថុនាឆ្នាំ2025ដោយប៉ូលីសវៀតណាមបានឆ្មក់ចូលទីតាំងរបស់ក្រុមហ៊ុន GF Vietnam Food នៅទីក្រុងហុងយ៉ិនក្រៅពីក្រុមហ៊ុន GF Vietnam នៅមានក្រុមហ៊ុន Nat Minh ដែលផលិតប្រេងឆាคล้ายៗ Mao Food និងក្រុមហ៊ុន Famitomo វៀតណាមដែលលក់ប្រេងឆាคล้ายៗ Mac Dao An ខ្ញុំរស់សុធាពី News Today NTTV Gen Irrigation ឯកទេសដំឡើងប្រព័ន្ធស្រោចស្រពទំនើបសម្រាប់ដំណាំនិងសួនច្បារ